កំណត់ត្រាគំនិតទី21បើសិនជាបានអានសៀវភៅបែបវិចារវិទ្យាស្វែងរកអំណាចឬឆន្ទៈទៅយកអំណាច The Will to Power របស់ទស្សនវិទូអាល្លឺម៉ង់ Friedrich Nietzsche គឺយើងនឹងបានឃើញថាទស្សនវិទូអន្តរថ័យនិយមរូបនេះជាកម្ពុជាអ្នករិះគន់ចំគ្មានពីរលើលោក Nietzsche រិះគន់សាសនារិះគន់ទស្សនវិទូរិះគន់សម្បកសិលធម៌របស់មនុស្សប្រកបដោយហេតុផលសម្រាប់ពិចារណាចំណុចខ្លាំងមួយដែលនាំឲ្យស្នាដៃនេះល្បីល្បាញគឺ Nietzsche ជាមនុស្សអានសៀវភៅច្រើនមិនថាជាគម្ពីរបុរាណរបស់ឥណ្ឌាក្រិចបុរាណសាសនាដទៃនិងស្នាដៃទស្សនវិទូដ៏ច្រើនផ្សេងទៀតតទៅ10ឆ្នាំក្រោយនៃការស្លាប់របស់ Nietzsche ទើបស្នាដៃនេះត្រូវបានសម្រេចបោះពុម្ពផ្សាយសៀវភៅនេះជាកំណត់ហេតុដែលអ្នកនិពន្ធសរសេរទុកនៅលើក្បាលដំណេកក្រោមខ្នើយរបស់គាត់ខ្លឹមសារដែលយើងអាចរៀនសូត្របានបើទោះបីជាយើងជាអ្នកចូលចិត្តជំទាស់ចូលចិត្តប្រឆាំងឬចូលចិត្តស្របឬចាំតែលើកជើងក៏ដោយគឺដាច់ខាតត្រូវតែជាអ្នករៀនសូត្រមានចំណេះដឹងសម្រាប់ធ្វើវិចារវិតម្លៃថ្លឹងថ្លែងប្រកបដោយហេតុផលបើយើងមិនមុជជ្រៅទៅក្នុងចំណេះដឹងទេគឺយើងខុសនឹងនាំអ្នកដទៃខុសដែរយើងជឿអ្នកកុហកហើយយើងនឹងកុហកអ្នកដទៃបន្តអ្នកនិពន្ធអ្នកសរសេរអ្នកទាញហេតុផលធ្វើវិចារឬបដិសម្យោគលើបញ្ហាសង្គមត្រូវតែជាអ្នករៀនសូត្របានអានច្រើនគិតបានច្រើនពិចារណាខុសត្រូវបានច្រើនទើបនិយាយទៅហើយមិនខុសច្រើនដើមខ្ចីបែរជាចេញផ្លែផ្កាឈើតូចបែរជាមានក្លឹមរដ្ឋាភិបាលស្មោះត្រង់ចូលគុំធ្វើទង្វើណាដែលអ្នកមិនប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តមកលើខ្លួនទស្សនវិជ្ជានេះជាគំនិតសកលដែលមិនប្រែប្រួលទៅណាទេបើទោះបីសម័យកាលប្រែប្រួលដល់យុគណាក៏ដោយពើសក្ការៈបូជាចំពោះឋានសួគ៌ស្រឡាញ់មនុស្សជាតិដែលជាទស្សនវិជ្ជាដឹកនាំនៃការស្ដារសង្គមមេជីកឡើងវិញធ្វើសក្ការៈបូជាចំពោះឋានសួគ៌ស្រឡាញ់មនុស្សជាតិគឺជាគំនិតសិលធម៌របស់គង់ជឺដែលតំណាងឲ្យប្រជាជនរដ្ឋាភិបាលនិងប្រជាអធិរាជទូនាទីរបស់ប្រជាអធិរាជគឺថែរក្សាការពារប្រជាជនព្រោះនេះជាភារកិច្ចដែលឋានសួគ៌ប្រគល់មកឲ្យការធានាថែរក្សាប្រជាជនឲ្យបានសេចក្តីសុខចម្រើនសន្តិភាពសុខដុមរមនាប្រជាអធិរាជត្រូវជ្រើសរើសមន្ត្រីក្នុងចំណោមជនសាមរ័យក្នុងនាមជាមេដឹកនាំប្រជាជនមន្ត្រីរដ្ឋាភិបាលត្រូវតែឈ្នះបាននៅបេះដូងប្រជាជនដើម្បីឈ្នះបានទឹកចិត្តប្រជាជនមន្ត្រីរដ្ឋាភិបាលត្រូវតែទុកផលប្រយោជន៍ផ្ទាល់ខ្លួនចោលហើយគ្មានជំរឿអ្វីផ្សេងក្រៅតែពីគោរពប្រជាជនប្រសិនបើមន្ត្រីបង្ហាញសញ្ញានៃភាពអាត្មានិយមណាមួយនឹងក្លាយទៅជាសត្រូវនៃប្រជាជនទុក្ខលំបាករបស់ប្រជាជនគឺជាទុក្ខរបស់មេដឹកនាំហើយការជិះចាប់របស់ប្រជាជនគឺជាការជិះចាប់របស់មេដឹកនាំសុខរបស់ប្រជាជនជាសុខរបស់មេដឹកនាំបានឆ្វេងយកគំនិតដឹកនាំខាងលើដែលថាទុក្ខរបស់រាជជាទុក្ខរបស់មេដឹកនាំធ្វើឲ្យខ្ញុំនឹកឃើញដល់អតីតក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី7ដែលទ្រង់មានទស្សនវិជ្ជាដឹកនាំបែបនេះដែរឃើញប្រាសាទអង្គរវត្តខ្ញុំនឹកឃើញតែទស្សនវិជ្ជាមួយគឺការគោរពបូជាដូនតាមេដឹកនាំពីមុនជាអ្នកគោរពបូជាដូនតាសម្បើមណាស់ហើយមិនលើកដំកើងខ្លួនឯងបំភ្លេចដូនតាចោលឡើយបើនិយាយអំពីទស្សនវិជ្ជារបស់ខុងជឺការគោរពដូនតាគោរពចាស់ទុំគោរពបុព្វបុរសទៀបគោរពខ្ពស់ប្អូនគោរពបងគឺជាវប្បធម៌របស់ចិនមកដល់សព្វថ្ងៃខ្ញុំចង់ចែករំលែកបន្តិចទាក់ទងទៅនឹងការដឹកនាំប្រជាជនចិនសព្វថ្ងៃដោយមេដឹកនាំចិនរីកចម្រើនមកដល់សព្វថ្ងៃព្រោះដោយសារតែមានការរួមចំណែកដ៏ធំពីលទ្ធិខុងជឺលទ្ធិសាសនាចិនប្រើប្រាស់សម្រាប់រួបរวมមហាជនទី1លទ្ធិខុងជឺនិយមទី2លទ្ធិម៉ឹងជឺនិយមនិងទី3ពុទ្ធសាសនាមហាយានលទ្ធិទាំង3នេះជាឫសគល់នៃសិលធម៌សង្គមចិនបច្ចុប្បន្នចំពោះនយោបាយវិញសម្រាប់ការរីកចម្រើនរបស់ចិនសព្វថ្ងៃគឺប្រកាន់យកទស្សនវិជ្ជាម៉ាក់និយមលេនីនហើយកម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវតែជាអ្នកស្វះស្វែងសិក្សាទស្សនវិជ្ជាម៉ាក់លេនីនដែលយកគោលការណ៍ត្រឹមត្រូវពីសំខាន់ទី1គឺសម្ភារៈនិយមប្រវត្តិសាស្ត្រនិងទី2គឺវិចារវិទ្យាបន្តមកទៀតគ្រប់កម្មាភិបាលទាំងអស់ត្រូវសិក្សាសន្ទរកថាមេដឹកនាំកម្ពុជាប្រមាណរូបដូចជាទស្សនវិជ្ជាដឹកនាំរបស់ម៉ៅសេតុងសៀវភៅក្រហម
និងកម្រងស្នាដៃជ្រើសរើសម៉ៅសេតុងគំនិតរបស់តេងស៊ីពីងកម្រងស្នាដៃជ្រើសរើសតេងស៊ីពីងនិងបច្ចុប្បន្នគឺសន្ទរកថារបស់ស៊ីជីនភីងស្ដីអំពីស៊ីជីនភីងអភិបាលកិច្ចប្រទេសចិនទាំង4ភាគមេគំនិតធំនៃលទ្ធិម៉ាក់និយមគឺម៉ាក់លេនីននិងហេហ្គេលឬអាចនិយាយបានថាបន្ទាប់ពីគម្ពីរសាសនាមកគឺស្នាដៃនៃលទ្ធិម៉ាក់និយមខ្លាំងក្លាគ្រាន់បើប្រកាន់លទ្ធិម៉ាក់និយមដូចគ្នាតែវាសនាមនុស្សខុសគ្នាម៉ៅសេតុងក្លាយទៅជារដ្ឋបរោះជាតិមេដឹកនាំជំនាន់ក្រោយសម្រាប់ធ្វើសក្ការៈចំពោះម៉ៅសេតុងហើយនៅវៀតណាមហូជីមីងត្រូវបានប្រជាជនវៀតណាមចាត់ទុកដូចជាព្រះសិង្ហបុរីរើសលីខ្វាន់យូជាមេដឹកនាំមានទស្សនវិស័យដែលអាចបង្កើតរដ្ឋាភិបាលស្អាតស្អំសម្រាប់ប្រទេសខ្លួនប្រហែលជាអាចត្រឹមត្រូវដែលប្រវត្តិវិទូខ្លះលើកឡើងថាប្រវត្តិសាស្ត្រជាអ្នកជ្រើសរើសមេដឹកនាំពេលនិយាយពីរដ្ឋាភិបាលស្អាតស្អំលីខ្វាន់យូបានសង្កត់ធ្ងន់ទៅលើឫសគល់នៃវប្បធម៌ដែលកំណត់ពីគុណតម្លៃប្រជាជនជាពិសេសគឺគុណតម្លៃអាស៊ីគុណតម្លៃអាស៊ីនេះកំណត់ដោយរដ្ឋាភិបាលស្អាតស្អំជាទី1ទី2គឺការខិតខំប្រឹងប្រែងធ្វើការរបស់ប្រជាជនអាស៊ីនិងការចេះសន្សំសំចៃនៃការប្រើប្រាស់ធនធានទ្រឹស្ដីប្រវត្តិសាស្ត្រសម្ភារៈនិយមប្រវត្តិសាស្ត្ររបស់ម៉ាកលេនីនគឺប្រជាជនឬមហាជនជាអ្នកបង្កើតប្រវត្តិសាស្ត្រហើយប្រជាជនគឺជាអ្នកទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រគោលការណ៍គ្រឹះ3នៃសម្ភារៈនិយមប្រវត្តិសាស្ត្រគឺថាអត្ថិភាពសង្គមកំណត់មនសិការសង្គមបដិវេតកម្មឬទំនាស់ដើរតួនាទីជាគ្រឹះលើកកម្ពស់ការអភិវឌ្ឍសង្គមមហាជនគឺជាអ្នកបង្កើតប្រវត្តិសាស្ត្រមិនដណ្ដើមឈ្នះចាញ់តែដណ្ដើមត្រូវខុសក្នុងកាលណាក៏ដោយនិយាយស្ដីអ្វីកុំភ្លេចសិលធម៌ផងព្រោះសម្ដីខ្លះត្រូវតែបើសិលធម៌សូន្យគឺស្មើនឹងប្រមាថនិងមើលងាយអ្នកដទៃមិនថាសង្គមចលាចលឬពិបាករស់នៅប៉ុណ្ណាទេអ្វីដែលយើងត្រូវធ្វើគឺមិនមែនដណ្ដើមឈ្នះនិងចាញ់ទេតែគឺដណ្ដើមត្រូវនិងខុសរស់នៅត្រូវឈរលើភាពត្រឹមត្រូវឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានរស់នៅមិនមែនដើម្បីដណ្ដើមអំណាចទេតែគឺត្រូវដណ្ដើមសេចក្តីសុខឲ្យអ្នកទន់ខ្សោយដណ្ដើមភាពស្មើគ្នាឲ្យអ្នករងអយុត្តិធម៌ដណ្ដើមស្នាមញញឹមឲ្យអ្នកកំពុងហូរទឹកភ្នែកបើយើងជាអ្នកកាន់សិលមានធម៌អាចបំបែកចិត្តនឹងកាយរបស់ខ្លួនឲ្យដាច់ពីគ្នាបានដឹងថាខ្លួនមិនមែនខ្លួនដឹងថាខ្លួនមិនមែនជាសម្បកដឹងថាសម្បកគ្រាន់តែជាជំរកវិញ្ញាណស្នាក់អាស្រ័យយើងនឹងទទួលអារម្មណ៍ថាយើងគ្មានអ្វីត្រូវពាក់ព័ន្ធនឹងសេចក្តីសុខផ្លូវកាយនិងមិនពាក់ព័ន្ធនឹងអំណាចដែលជារបស់មិនទៀងមិនពាក់ព័ន្ធនឹងជាតិសាសន៍ឬសង្គមមនុស្សឡើយអ្វីត្បិតតែដឹងច្បាស់នៅក្នុងចិត្តថាជីវិតមិនមានអ្វីទាំងអស់មិនមែនជាអ្វីទាំងអស់តែអ្នកត្រាស់ដឹងនិងអ្នកប្រាជ្ញក្នុងលោកតែងសោយសោកអាណិតសង្វេគដល់សពសត្វដែលរងទុក្ខវេទនាការរកឃើញដំបូងដ៏ធំរបស់អ្នកប្រាជ្ញទស្សនវិទូនិងអ្នកត្រាស់ដឹងគឺរកឃើញខ្លួនឯងហើយប្រើប្រាស់សម្បកនិងដួងចិត្តករុណាធម៌ដើម្បីជួយដល់អ្នកដទៃបើគ្មានអ្នកដែលបានលះបង់ដើម្បីយើងជាមនុស្សជំនាន់នេះក៏គ្មានយើងនៅថ្ងៃនេះដែរដូច្នេះជាការតបស្នងសងគុណដល់អ្នកជំនាន់មុនចូលរស់នៅលើផែនដីនេះខិតខំប្រឹងប្រែងលះបង់ដើម្បីជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយើងបន្តទៀតចូលប្រើប្រាស់សម្បកកាយរបស់យើងឲ្យមានប្រយោជន៍ដល់ដួងព្រលឹងរបស់យើងហើយចូលប្រើប្រាស់ដួងចិត្តខាងក្នុងរបស់យើងឲ្យមានប្រយោជន៍ដល់អ្នកដទៃត្រូវទទួលដឹងថាការបែកបាក់ក្នុងសង្គមគឺពិតជាមានបានកើតឡើងនិងកំពុងកើតឡើងហើយក៏ត្រូវទទួលដឹងទៀតថាគ្រប់ការឡើងខ្ពស់សុទ្ធតែមានការធ្លាក់ចុះមកវិញហើយគ្រប់ការធ្លាក់ចុះក្រោមសុទ្ធតែមានការឡើងខ្ពស់មកវិញនេះជាធម្មជាតិនៃសង្គមដែលផែនដីនេះកំពុងតែប្រព្រឹត្តឡើងខ្ញុំមិនដឹងថាចក្រវាឡទាំងមូលមានអ្វីខ្លះទេតែគ្រាន់តែដឹងច្បាស់ថាអ្វីក៏មានពលគឺសពសត្វសពសារពើខ្ញុំមិនដឹងថាមានភពផែនដីនៅឯណាខ្លះឬផ្នែកណាខ្លះនៃចក្រវាឡចម្ងាយប៉ុន្មានពីភពផែនដីដែលយើងកំពុងស្នាក់អាស្រ័យតែខ្ញុំដឹងថាផែនដីមានច្រើនជាអនេកមិនមែនមានមួយឬមានពីរចូលរក្សាមនុស្សល្អរក្សាពូជសាសន៍ការពារទីដែលយើងបានកំពុងស្នាក់អាស្រ័យហ
ហើយពន្លែងអំណាចក្នុងដួងចិត្តឲ្យក្លាហានប្រព្រឹត្តភាពត្រឹមត្រូវជឿជាក់ថាយើងអាចធ្វើបានយើងអាចប្រឹងរៀនឲ្យជ្រៅជ្រះបាននិងជឿជាក់ថាត្រឹមសមត្ថភាពខួរក្បាលមួយដូចគ្នាបេះដូងមួយដូចគ្នាសម្បកកាយមួយដូចគ្នាដួងព្រលឹងមកជ្រកនឹងសម្បកកាយមួយដូចគ្នាបើគេអាចទៅណាបានបើគេអាចធ្វើអ្វីបានយើងក៏អាចធ្វើទៅបានហើយយើងក៏អាចធ្វើបានដូចគ្នាអបាយមុខសន្ធប់ព្រលឹងយុវជនក្នុងនាមជាមេដឹកនាំប្រជាជនមន្ត្រីរដ្ឋាភិបាលត្រូវតែឈ្នះបានបេះដូងប្រជាជនចាស់ជំនាន់ពីដើមក្រោកតាំងពីម៉ោង3ឬម៉ោង4ទៀបភ្លឺសមាធិចម្រើនសតិភាវនាធម៌ឬអ្នកខ្លះក៏ស្ដាប់ធម៌ស្ដាប់អាចជាដើមបញ្ញជនខ្លះទៀតភ្ញាក់តាំងពីម៉ោង3ឬម៉ោង4ទៀបភ្លឺអានកសែតស្ដាប់វិទ្យុតាមដានដំណឹងសង្គមផ្សេងតាយាយខ្លះថ្ងៃសិលងើបតាំងពីម៉ោង3នាំគ្នាដើរទៅវត្តមនុស្សសពថ្ងៃខ្លះប្រហែលជាសប្បាយចិត្តនឹងការរីកចម្រើនសង្គមខ្លាំងពេកទើបនាំគ្នាប្រព្រឹត្តអបាយមុខដែលឥតអាណិតអាសូរដល់ប្រទេសជាតិឥតអៀនមានចិត្តខ្មាស់ដូនតានិងមិនខិតខំលើកស្ទួយសង្គមជាតិយុវជនខ្លះស្រឡាញ់ជាតិណាស់ចង់ជួយសង្គមណាស់ខំរៀនណាស់ធ្វើខ្លួនត្រឹមត្រូវណាស់តែក៏មានអ្នកខ្លះមាត់ផ្សេងចិត្តផ្សឹងឃើញអាយដលកាន់ដបស្រាលើកែវស្រាក៏នាំគ្នាធ្វើតាមអាយដលហើយ share ឬ comment ពេញបណ្ដាញសង្គមកុំឃើញដំរីចុះតាមដំរីហើយកុំឃើញគេផឹកស៊ីគិតថាឲ្យតែមនុស្សម្នាធ្វើរឿងនឹងច្រើនពេញនិយមគិតថាការសេពសូរ៉ាជារឿងត្រឹមត្រូវឬបុគ្គលដែលយើងគិតថាជាតារាល្បីសេពសូរ៉ាគិតថាត្រឹមត្រូវមនុស្សខ្លះសូត្រទ្រឹស្ដីដោយអ្នកប្រាជ្ញតែប្រព្រឹត្តខ្លួនដូចជាជនថោកទាបអប់រំអ្នកដទៃដោយខ្លួនឯងជាគ្រូតែធ្វើខ្លួនដូចជាមនុស្សគ្មានការអប់រំស្រាលើកដាច់ធម៌សូត្រចប់ចង់កើតជាប្រាជ្ញតែយកអបាយមុខស្រីស្រាលបែងមកបំពុលខួរក្បាលនិងចិត្តខ្លួនឯងចេះធម៌តែមិនកាន់សិលចូលចាំថាវ័យយើងក្មេងជាវ័យខិតខំរៀនសូត្រវ័យយើងចាស់ជាវ័យយើងខិតខំកសាងផលប្រយោជន៍ដល់សហគមន៍ហើយសុខភាពសំខាន់ខ្លាំងណាស់កុំទៅបន្ទោសអ្នកណាម្នាក់ថាហេតុអ្វីអនុញ្ញាតឲ្យមានសកម្មភាពអបាយមុខលេចធ្លោពង្រួមសង្គមពង្រួមយុវជនតែយើងជាយុវជនគួរសួរខ្លួនឯងថាតើយើងស្រឡាញ់បងប្អូនយើងញាតិសាច់ញាតិយើងអនុជនជំនាន់ក្រោយយើងនិងសង្គមរបស់យើងបណ្ណាភាពល្ងង់ខ្លៅរបស់យើងគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នកចេះដឹងដែលមានចិត្តទុច្ចរិតល្ងង់មួយថ្ងៃគេបោកយើងបានប្រយោជន៍មួយថ្ងៃល្ងង់10ថ្ងៃគេបោកយើងបានប្រយោជន៍10ថ្ងៃល្ងង់មួយជីវិតគេបោកយើងមួយជីវិតអ្នកដែលតែងតែខាតគឺយើងហើយអ្នកដែលតែងតែចំណេញគឺគេហេតុផលមានតែមួយគត់គឺយើងខ្ជិលរៀនខ្ជិលអានជឿចិត្តតែមនុស្សផ្អែមបែបផ្លែល្វីស្ករគឺជាប្រភពនៃការហៅស្រមោលឯអវិជ្ជាជាប្រភពនៃការហៅរកនៅសេចក្តីវិនិច្ឆ័យអន្តរាយមកដាក់ខ្លួន